ហើយយកមកធៀមដែលលោកឪពុកចាស់ជារាក្រំគ្រាទៅប្របាក់ចិញ្ចឹមកូននឹងប្របាក់ខ្លួនលោកឪពុកណាប្របាក់ជាងសួរគាត់ចាំសួរគាត់គាត់ចិញ្ចឹមយើងនៅតូចកម្លាំងគាត់នៅមមត្រឹមតែបានទេហ៎គាត់រែកគាត់ពុនលីសែងអីបានទាំងអស់នេះគាត់ចិញ្ចឹមយើងនៅតូចដល់គាត់ចាស់ជារាត្រឹមត្រូវគាត់ធ្វើអីកើតឲ្យគាត់យកអាលំបាកទាំងពីរនេះយកមកថ្លឹងនេះគាត់ថាចិញ្ចឹមកូនពិបាកមែនប៉ុន្តែនៅក្មេងកម្លាំងមានដល់នេះចាំងពិបាកចិញ្ចឹមកូនទៅទៀតចាំអាត្មាទៅផុតស៊ូលោកសឹកថាលោកពកឮថាមកទៅលោកសំដែងធ្វើទេសនាថាចាស់ទៅពិបាកជាងលោកពុកចិញ្ចឹមកូនយ៉ាងណាប្រាប់កូនផងបើកូនមិនទាន់ចាស់ចាំស៊ូគាត់ណាយប់នេះលោបស៊ូគាត់ទៅនឹងដល់ពេលនឹងឯងដែលយើងត្រូវសង្គ្រោះគាត់ណាចិញ្ចឹមគាត់ប្រកបបាក់ណាហើយព្រះសម្មាសម្ពុទ្ធជាបរមគ្រូលោកសម្ដែងធ្វើ5យ៉ាងទុកឲ្យកូនប្រុសកូនស្រីសង្គ្រោះលោកឪពុកអ្នកម្ដាយលោកបញ្រៀនស្រេចគ្រប់ភាគីទាំងអស់លោកឪពុកអ្នកម្ដាយក៏គាត់បញ្រៀនដែរក៏បីសង្គ្រោះកូនដោយស្ថាន5យ៉ាងដែរដើម្បីឲ្យកូនទៅជាមនុស្សទៅជាកូនដ៏ប្រសើរថ្លៃថ្លាក្នុងជីវិតនោះប្រពន្ធលោកបញ្រៀនយ៉ាងស្រេចប៉ុន្តែមិនបានលើកធ្វើលោកឪពុកដែលសង្គ្រោះកូនមកសម្ដែងទេចាំនិយាយតែពីកូនសង្គ្រោះគាត់វិញទៅចុះដើម្បីដឹងថាគាត់ចាស់ហើយតែឥឡូវនេះយើងត្រូវធ្វើអីពុទ្ធបង្រៀនឲ្យយើងធ្វើអីចំពោះលោកនោះបងព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាកូនប្រុសស្រីក៏បីសង្គ្រោះដល់លោកឪពុកអ្នកម្ដាយដោយស្ថាន5យ៉ាងទី1សង្គ្រោះលោកឪពុកអ្នកម្ដាយយើងត្រូវចិញ្ចឹមបីបាច់ថែរក្សាលោកបំរើលោកដែលក្នុងពេលដែលលោកចាស់ជរាហើយថាឲ្យចិញ្ចឹមបីបាច់ថែរក្សាលោកគ្រប់អេរយាប័តក្នុងជីវិតរបស់លោកហ្នឹងទី1ទី2ត្រូវធ្វើកិច្ចការណាដែលលោកឪពុកអ្នកម្ដាយគាត់ចង់បានគាត់ថាគាត់ចង់ធ្វើនេះគាត់ចង់ទៅនោះចង់ទៅនោះឲ្យយើងជាកូនក៏បីដឹងហើយត្រូវប្រាប់បងប្អូនអំពីវត្ថុបំណងរបស់លោកឪពុកអ្នកម្ដាយដែលគាត់ចង់បានហ្នឹងនាំគ្នាធ្វើឲ្យសម្រេចទៅតាមបំណងចិត្តរបស់គាត់នឹងសង្គ្រោះទី2សម្រាប់លោកព្រោះលោកវាអស់លទ្ធភាពធ្វើអីមិនកើតហើយគាត់ចង់អីនាំគ្នាធ្វើទី3ត្រូវសង្គ្រោះដោយថែរក្សាពូជពង្សវង្សត្រកូលរបស់លោកកុំឲ្យធ្លាក់ចុះបាននេះទៅលោកឪពុកអ្នកម្ដាយជាបុគ្គលសប្បុរសមានមេត្តាមានសេចក្តីស្រឡាញ់មានសេចក្តីអាណិតអាសូរចំពោះជីវិតមនុស្សសត្វទាំងអស់បានន័យថាជាបុគ្គលជាដែលមានសិលធម៌ជាអ្នកមានសាសនាគាត់ធ្វើល្អធ្វើសិលធ្វើទានឲ្យជាដើមហ្នឹងកូនប្រុសកូនស្រីក៏បីថែរក្សាលំអានប្រពៃណីវង្សត្រកូលអេរយាប័តរបស់គាត់កុំឲ្យធ្លាក់ចុះរក្សាឲ្យបានគង់វង្សថិតថេរអញ្ចឹងឬបើយើងអាចមានសមត្ថភាពយើងធ្វើឲ្យបានតែរឹងមាំល្អខ្ពង់ខ្ពស់ទៀតអញ្ចឹងព្រោះធម្មតាមនុស្សនៅលោកីនេះគេរក្សាកិត្តិយសវង្សត្រកូលណាបើចិនគេថាគេរក្សាយីហោគេយកបើខ្មែរថារក្សាកិត្តិយសគេឈ្មោះពូជពង្សវង្សត្រកូលរបស់យើងណាកុំឲ្យធ្លាក់ចុះហើយបណ្ដាកូនប្រពន្ធលោកថាមាន3ប្រភេទប្រភេទទី1អតិជាតិបុត្របល័យថាកូនដែលខ្ពស់ជាងឪពុកម្ដាយខ្ពស់ត្រង់ថាកូនបានសិក្សារៀនសូត្រមានសមត្ថភាពមានចំណេះវិជ្ជាខ្ពស់ជាងឪពុកម្ដាយនឹងកូនទី1កូននឹងអាចជួយសង្គ្រោះពូជពង្សវង្សត្រកូលបានល្អប្រសើរកូនប្រភេទទី2អនុជាតិបុត្រកូននឹងមានសមត្ថភាពស្មើនឹងលោកឪពុកអ្នកម្ដាយលោកឪពុកអ្នកម្ដាយប្រព្រឹត្តបានប៉ុណ្ណាកូនធ្វើបានប៉ុណ្ណាប្រភេទទី3អវជាតិបុត្រកូនដែលថោកទាបបំផុតកូនដែលចង្រៃនៅក្នុងត្រកូលនោះតែម្ដងគឺកូនស្ទាវទំនើងពាលាប៉ោឡែពេញចិត្តទៅនឹងអំពើអបាយមុខសបែបសញ្ញាមាន3ប្រភេទណាពុទ្ធលោកប្រាប់ថាសម្រាប់អតិជាតិបុត្រកូនដែលខ្ពង់ខ្ពស់ជាងឪពុកម្ដាយមានបញ្ញាជ្រាលជ្រៅអីចឹងណាជាអ្នកដែលថែរក្សាពូជពង្សវង្សត្រកូលឲ្យល្អឬនឹងធ្វើបានខ្ពង់ខ្ពស់ល្អជាងលោកទៀតហ្នឹងពុទ្ធលោកសម្ដែងអញ្ចឹង
ទីពីរស្មើនឹងលោកទោះបីស្មើនឹងលោកក៏នៅតែល្អដែរលោកធ្វើអីបានប៉ុណ្ណាយើងធ្វើបានប៉ុណ្ណឹងដូចលោកល្អនោះតែបាប្រភេទទី3នេះចំកូនចង្រៃហើយអូទៅនៅក្នុងត្រកូលណាវង្សាណាក៏បំផ្លាញឲ្យត្រកូលនឹងថោកទាបព្រោះតែកូននឹងឯងអានឹងសូមឲ្យញោមញាតិជំរាបមាន3ប្រភេទណាពេលកូនដែលថែរក្សាពូជពងវងត្រកូលមិនឲ្យធ្លាក់ចោលមានតែ2ខាងដើមនឹងឯងនឹងអាត្មាសូមជំរាបអញ្ចឹងអាស្រ័យនេះជាកូនប្រុសកូនស្រីក្នុងត្រកូលនេះសត្វតែអ្នកមានសមត្ថភាពមានបញ្ញាហើយបើអញ្ចឹងក៏បីថែរក្សាកិត្តិយសកេរ្តិ៍ឈ្មោះវងត្រកូលយើងកុំឲ្យធ្លាក់ចុះគឺលំអានរបស់លោកធ្វើយ៉ាងណាធ្វើយ៉ាងណានឹងប្រពុតអញ្ចឹងរួចកូនដែលបានថែរក្សាពូជពងវងត្រកូលបានល្អពុទ្ធសាសនាលោកថាបានផលប្រយោជន៍ដល់ខ្លួនកូនទៀតបានអានិសង្សបានបុណ្យទៀតលើកស្ទួយពូជពងវងត្រកូលនោះมันអត់ប្រយោជន៍ទេសំបីតែយើងមានជីវិតរស់នៅក៏មានកិត្តិយសកេរ្តិ៍ឈ្មោះនៅតែជាបន្តអញ្ចឹងឯងជាពូជពងវងត្រកូលលើអានេះសំរាប់នេះទី3ដែលកូនក៏ត្រូវសង្គ្រោះមេត្តាបិតាហ្នឹងទី4ថែរក្សាពាក្យអវាទទូនមានព្រានបដៅរបស់លោកឪពុកអ្នកម្ដាយដែលគាត់តែងតែអប់រំប្រាប់យើងពីសេចក្តីអាក្រក់ល្អតាំងពីយើងនៅតូចមកគាត់អប់រំហ្នឹងយើងយ៉ាងណាត្រូវចាំពាក្យទូនមាននោះពាក្យទូនមាននេះបើភាសាបាលីក្នុងពុទ្ធសាសនាលោកចាត់ជាសាសនាមួយដែរព្រោះពាក្យថាសាសនាប្រែជាខ្មែរតែពាក្យទូនមានព្រានបដៅណែនាំប្រាប់បញ្យល់ពីសេចក្តីអាក្រក់ល្អអាស្រ័យហេតុនេះបើយើងនិយាយថាពុទ្ធសាសនាគឺយើងគោរពទៅតាមពាក្យទូលមានព្រានប្រដៅរបស់ព្រះពុទ្ធលោកអ្នកត្រាស់ដឹងហ្នឹងពុទ្ធៈប្រែថាលោកអ្នកត្រាស់ដឹងបើនិយាយជាខ្មែរថាពាក្យទូលមានព្រានប្រដៅរបស់លោកអ្នកត្រាស់ដឹងបណ្ឌបាលីថាពុទ្ធសាសនាចុះបើមានតាបិតាគេថាមេត្តាបេតុសាសនាបបាលីតែដល់ខ្មែរយើងថាពាក្យទូលមានព្រានបដៅណែនាំអប់រំរបស់លោកឪពុកអ្នកម្ដាយមកលើកូនយ៉ាងណាត្រូវចងចាំឲ្យចុះហើយយើងនឹងយកពាក្យទូលមានមកអនុវត្តប្រចាំជីវិតលើព្រោះលោកឪពុកអ្នកម្ដាយមិនដែលប្រាប់យើងទៅកាន់ផ្លូវខុសទេតែងតែទូលមានណែនាំយើងទៅកាន់ផ្លូវល្អសេចក្តីចម្រើនសួស្តីជានិច្ចនេះយើងមិនត្រូវបំភ្លេចទេត្រូវអនុវត្តប្រចាំជីវិតហើយយកពាក្យទូលមានព្រានបដៅរបស់លោកអាចអប់រំកូនចៅយើងជាបន្តទៅទៀតថានេះជាទូលមានជាសាសនារបស់វងត្រកូលយើងគឺលោកជាតាយើងនិងលោកពុកយើងនេះជាទី5កាលណាបើលោកបាត់បង់ជីវិតទៅហើយក៏បីធ្វើបុណ្យឧទ្ទិសជូនទៅលោកឲ្យបានញឹកញយព្រះពុទ្ធលោកបង្រៀនអញ្ចឹងយើងសង្គ្រោះលោកកាលលោកមានជីវិតនៅតែ4ទេតែមួយពេលដែលលោកលះលោកទៅហើយត្រូវតែនឹកឧទ្ទិសធ្វើទានឧទ្ទិសកុសលផលបុណ្យជូនទៅដល់លោកហ្នឹងព្រះពុទ្ធលោកបង្រៀនកូនចឹងបើញោមញាតិមានដែលដឹងឯណាថ្ងៃនេះមកប្រាប់ឲ្យដឹងក៏អវខកុំឲ្យយំសោកបោកខ្លួនក្រោយកាលលោកឪពុកអ្នកម្ដាយរស់នៅមិនសូវយកចិត្តទុកដាក់លោកទេវារវល់ការលបរោស៊ីខ្លួនឯងនឹងផងមើលកូនមើលចៅវល់បែកទៅភ្លេចគិតមើលលោកឪពុកអ្នកម្ដាយហ្នឹងដល់លោកបាត់បង់ជីវិតតាំងមកយំបោកខ្លួនបោកប្រាណហ្នឹងផ្សឹកខ្សួលរំជួលចិត្តអានឹងពេលនោះមានវិបដិសារីយក្នុងចិត្តមានវិបដិសារីយបានឥឡូវកុំឲ្យមានវិបដិសារីត្រូវតែគោរពបូជាលោកពេលលោកមានជីវិតរស់នៅរួចសម្រាប់ពុទ្ធសាសនានេះវាចម្លែកប្លែកពីសាសនាណាដទៃទាំងអស់សាសនាដទៃគេឲ្យតម្លៃតែទេវតាព្រះនៅឋានសួគ៌ទេគេអត់ឲ្យតម្លៃម៉ែឪអីទេអត់មានទេពីព្រោះសាសនាទាំងអស់គេថាអ្នកណាក៏ព្រះបង្កើតដែរអ្នកណាក៏កើតពីព្រះដែរទាំងអស់គេអះអាងតាំងពីដីទឹកភ្លើងខ្យល់មនុស្សអីទាំងអស់ព្រះបង្កើតទាំងអស់សាសនាដទៃពីពុទ្ធសាសនា3និយាយដូចគ្នាទាំងអស់តែសម្រាប់ពុទ្ធសាសនាខុសពីសាសនាទាំងអស់នោះព្រះសម្មាសម្ពុទ្ធអត់ឲ្យតម្លៃទេទេវតាទៅអត់ទទួលស្គាល់ទេព្រះសម្មាសម្ពុទ្ធឲ្យតម្លៃតែមនុស្សទេនឹងសម្រាប់ពុទ្ធសាសនា
ព្រះសម្មាសម្ពុទ្ធថានៅលើដីក្រោមមេឃគ្មានអាណាបកាយជាងមនុស្សទេសំដែងប្រាប់ចឹងសាសនាដទៃគេថាទេវតាបកាយជាងមនុស្សតែពុទ្ធលោកថាគ្មានអាណាបកាយជាងមនុស្សទេយុគញាតអត់ដែលដឹងទេដឹងតែគេថាទេវតាបកាយជាងមនុស្សអានោះដឹងតោះតែដល់ពុទ្ធលោកថាទេមនុស្សទេបកាយជាងទេវតាអត់ដែលដឹងទេនេះว่าអាកំបាំងអញ្ចឹងបងនេះប្រាប់ឲ្យដឹងហើយសម្រាប់អ្នកកាន់ពុទ្ធសាសនាគឺពុទ្ធលោកឲ្យតម្លៃមនុស្សទេដូចជាលោកឪពុកអ្នកម្ដាយជាដើមពុទ្ធលោកឲ្យយើងដឹងគុណឧបការៈរបស់ព្រះលោកនោះសាសនាដទៃទៅដឹងគុណអីពុកឪពុកម្ដាយនឹងព្រះបង្កើតដូចតែគ្នាដែរនឹងអ្នកណាក៏ព្រះក៏បីចឹងអរគុណព្រះតើព្រះអ្នកបង្កើតបើកុំតែព្រះបង្កើតក៏វាគ្មានម៉ែគ្មានឪយើងដែរទេចឹងហោរឿងអទេសនាហ្នឹងបញ្យល់ឲ្យច្បាស់ពីពុទ្ធសាសនានិងសាសនាដទៃសាសនាដទៃគេឲ្យដឹងគុណទេវតាប្អិនប្រព្រំសាសនាពុទ្ធឲ្យដឹងគុណម៉ែឪវាខុសគ្នាចេះសាសនាដទៃគេថាទេវតាបកែជាអ្នកគ្រប់គ្រងជោគវាសនាមនុស្សទាំងអស់នៅក្រោមឥទ្ធិពលរបស់ទេវតាតែពុទ្ធថាអត់ទេមនុស្សគ្មាននៅក្រោមឥទ្ធិពលអាណានិគមរបស់ទេវតាទេពុទ្ធអត់ទេសម្រាប់មនុស្សវាខុសគ្នាអញ្ចឹងនេះពុទ្ធលោកឲ្យតម្លៃមេត្តាបិតានេះនឹងសមញោមញាតទាំងឡាយជ្រាបពុទ្ធលោកលើកកម្ពស់មេត្តាបិតាខ្ពស់មែនតើខ្ពស់ជាងខ្លួនលោកទៀតសរសើរឥឡូវលើកប៉ុណ្ណឹងមកសម្ដែងប្រាប់ញោមញាតយកថាតើពុទ្ធដែលលោកឲ្យតម្លៃមេត្តាបិតានេះខ្ពង់ខ្ពស់ជាទីបំផុតនឹងមានប្រមាណយ៉ាងសម្រាប់ព្រះសម្មាសម្ពុទ្ធលោកមានពនាម10គេសរសើរគុណពុទ្ធពនាម10ឥតិពិសោភិក្ខវេអរហង្គសម្មាសម្ពុទ្ធោពនាមរបស់លោកមេត្តាបិតាពុទ្ធលោកប្រសិទ្ធនាមឲ្យ4ឲ្យឈ្មោះ4ឈ្មោះទី1របស់លោកឪពុកអ្នកម្ដាយនោះថាពុព្វទេវីបល័យពុព្វប្រែជាខ្មែរថាបាត់ដើមដំបូងគេមុនគេទេវៈគឺទេវតាមេត្តាបិតាជាទេវតាទី1ដែលរក្សាកូនប្រុសកូនស្រីហ្នឹងនោះប្រាប់ចឹងទេវតាទី1នេះលោករក្សាយ៉ាងថ្នាក់ថ្នមម៉ាត់ចាត់ជាទីបំផុតហើយទេវតាលោកមានសិលធម៌នៅក្នុងខ្លួនលោកឪពុកអ្នកម្ដាយក៏លោកមានសិលធម៌ដូចជាទេវតាដែរនៅថែរក្សាកូនប្រុសកូនស្រីម៉ាត់ចាត់ជាទីបំផុតមិនប្រហែសទ្វេទេសម្រាប់ការថែរក្សារួចសម្រាប់យើងជាពុទ្ធបរិស័ទអ្នកកាន់ពុទ្ធសាសនាភាគីទាំងពីរទាំងលោកឪពុកទាំងកូនអត់ដែលដឹងថាពុទ្ធថាអញនឹងជាទេវតារក្សាកូនក៏មិនដឹងវាអត់ដឹងវាអាកំបាំងអញ្ចឹងខ្ញុំញាតគិតមើលនេះទេវតាគឺមេត្តាបិតានេះមិនបាច់ចាំកូនបួងសួងបន់ស្រន់សុំអីពីគាត់ទេគិតដឹងណាកូនអញអាយុប៉ុណ្ណេះត្រូវការអីគិតទំនុកបំរុងកូនអញអាយុប៉ុណ្ណេះត្រូវការអីគាត់ជួយទំនុកបំរុងគ្រឿងឧបភោគបរិភោគប្រើប្រាស់ទៅតាមពេលវេលាដែលកូនចម្រើនលូតលាស់ណាគេថាគាត់ជួយទំនុកបំរុងចឹងនឹងមេត្តាបិតាណាជួយទំនុកបំរុងយើងតាមពេលវេលារបស់យើង